ដែលមុននឹងបង្កើតសហគមន៍ខ្ញុំបានមើលឃើញពីផលលំបាកជាច្រើនដូចជាយើងមានផលិតផលតិចតួចហៅគេមកយកក៏គេមិនមកយកដោយថាយើងអត់មានរបស់ឲ្យពេញឡាននៅទីនេះដល់ពេលយើងនឹកឃើញវាជួបការលំបាកច្រើនចុះក៏ចង់ត្រង់ជាសហគមន៍បណ្ដុំគ្នាលក់ផលិតផលដែលយើងផលិតបានមកបាទឈ្មោះឋានលេងជាប្រធានសហគមន៍កសិកម្មមណ្ឌលលៀនកម្មបាទស្ថិតនៅភូមិទៀនកម្មឃុំទៀនកម្មស្រុកនេះផ្ទះខេត្តទៀនមានជ័យបច្ចុប្បន្ននេះយើងផលិតស្រូវមាន3មុខមានការរណ្ដួលហើយនឹងសែនក្អូប54 51នឹងបាទផលិតបានគឺលក់គាត់ពងឲ្យសមាជិកសល់ខានគឺលក់ចាញ់ទៅខាងក្រៅបើយើងធ្វើស្រូវពូជគឺពូជសុទ្ធល្អនេះគុណសម្បត្តិរបស់វាទី1ប្រើពូជតិចបានទិន្នផលខ្ពស់ដោយសារយើងពូជសុទ្ធគឺអត់ងាយបាត់បង់ទិន្នផលទេបើពូជមិនសុទ្ធវាធ្លាក់ទិន្នផលដូចជាទី1វាផ្លែទៅវាអត់ធំដូចពីពូជដើមរញាលវាអីទៅវាបាត់រសជាតិក្លិនដូចថាការដួលវាឈប់មានក្លិនការដួលវាបែរទៅក្លិនពេកទៅបើយើងពូជថ្មីគឺរក្សាបានល្អមុខរបរសហគមន៍សពថ្ងៃគឺមានការទី1គឺផលិតស្រូវពូជលក់ឲ្យសមាជិកទី2ទិញលក់ស្រូវចំណីឲ្យក្រុមហ៊ុនសហគមន៍កសិកម្មយើងមានសមាជិកចំនួន97នាក់ស្ត្រីមាន38នាក់កសិករដែលងាយរងគ្រោះគឺមាន60%នៃសមាជិកសហគមន៍បាទសហគមន៍កសិកម្មយើងគឺមានការទទួលស្គាល់ពីមន្ទីរកសិកម្មបើយើងទិញពូជមកគឺជាងទិញពូជរបស់ខ្មែរយើងតែម្ដងគឺពូជកាឌីយកមកផលិតហើយស្រែដែលផលិតនោះមានទើបតែជាបន្លែបាទយើងផលិតបានការផលិតនោះយើងផលិតដោយម៉ាស៊ីនស្ទូងម៉ាស៊ីនដាំការមើលថែទាំរបស់យើងគឺដកចុះជាប្រចាំទី1គឺមើលជីវជំងឺសត្វល្អិតទី2គឺដកស្មៅដកពូជលាយចេញឲ្យបានស្អាតបាទតាមបច្ចេកទេសដែលយើងមានសពថ្ងៃនេះគឺផលិតក្នុង1ហិកតាជាមធ្យមគឺ6តោនបើស្រូវពូជជាមធ្យមគឺ5តោនក្នុង1ហិកតាខ្ញុំទិញពូជអស់320000ប៉ុន្តែដល់ពេលធ្វើបានខ្ញុំលក់បើលក់ទាំងអស់បាន4លានអញ្ចឹងបើខ្ញុំផលិតថាស្រូវចម្ដីហ្នឹងគឺបានក្នុង1គីឡូគឺ1000រៀលគឺបើស្រូវពូជគឺបាន1គីឡូគឺ2500រៀលអញ្ចឹងបងប្អូនថាមានដីសម្រាប់តែ1ហិកតាយើងគួរតែផលិតពូជហ្នឹងទៅស្រូវពូជយើងផលិតបានក្នុង1ហិកតាបាន2តោនអញ្ចឹងយើងបានចំណូលរហូតដល់4លានរៀលហើយចង់ឲ្យសហគមន៍នឹងមានទុននឹងឲ្យបានច្រើនដើម្បីពង្រីកការផលិតស្រូវពូជឲ្យបានច្រើនខ្ញុំបានចូលកម្មវិធីកសិកម្មខ្មែរសម័យថ្មីគឺចំណេះដឹងយើងចេះថតរូបបានស្អាតទី2ចេះកុំព្យូទ័រទី3ខាងឯកសារទិន្នន័យយើងចុះបញ្ចូលបញ្ជីបែនឡាបែនអីគឺយើងអាចមានគំរូមកមើលលុយដែលបានមកពីកសិកម្មខ្មែរសម័យថ្មីគឺយើងយកមកដាក់លូសម្រាប់ជួយសង្គ្រោះដល់ផ្ទៃដីដែលមានចំនួន300ហិកតាកាលពីមុនគឺធ្វើបានតែម្ដងទេឥឡូវនេះបច្ចុប្បន្នគឺធ្វើបាន2ដង